ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាកាលពីម្សិលមិញខ្ញុំបាននាំកូនទៅលេងចំការសាវម៉ាវនិងបានទៅលេងនៅភ្នំប្រុសភ្នំស្រីហើយទៅដល់ចំការសាវម៉ាវហើយទៀតសូវមានផ្លែទុំច្រើនទេមានតែខ្ចីចឹងហើយក៏នាំកូនទៅលេងទៅមើលស្វាទៅដល់ខាងក្រៅអត់មានស្វាទេនាំកូនឡើងទៅខាងលើឃើញស្វាតិចទេដោយសារពេលថ្ងៃស្វាគឺចូលកន្លែងជ្រករបស់គាត់អញ្ចឹងមានតែបន្តិចនៅខាងលើហ្នឹងហើយមកមើលមាត់កូនពៅខ្ញុំវិញឆ្ងាញ់ដល់ហើយកូនកប់ចៅអូដាក់ថងមកកូនកប់ចៅឃើញគេដើរបេះមនុស្សច្រើនញ៉ាំសម្បកឡើងគីឡូ